đấy ní nhom sờ lạnh chẳng bong chưa cho chai nhom chẳng bong cho chai nhom ban sầm rạch mệt bong rồi có ổn để chia Gen Z đấy ca tình nhà cho nó trop thì mỗi cứ dương từ sức xa vì cô bụng non bảo dương chẳng từ nó về để dương tình tứ vì ớt khổ chỉ phải say cứ bong ổn Gen Z để tình nhà cho nó trop đầm bồn bỏ quất á chẳng nhom lực từ trận mình đến oi chụp chỉ mùi nó hiện gì cho nó vượt thốt để miền vị trí chỉ viện sọp chỉ bám chaกรุบจิริซูปุกไม้บองปอนต่างๆนี่ทั้งไงนี่ปัจจิริเรียนนะนอมรำปุกไม้บองปอนจูบจมูกนึงพิวเกตโยบ่เยอะจ้ะพิวปิใส่แต่มาดองคือเชียGen Z ទៀត ហើយចា Gen Z ចាលើកនេះค่ะវគ្គ2ណាចាអញ្ចឹងសូមជួបជាមួយនឹងភ្ញៀវកិត្តិយសរបស់យើងដែលគាត់បានទិញអចលនទ្រព្យតាមក្រុមហ៊ុន OPI Realty ចាសូមជម្រាបសួរបងអូនបាទជម្រាបសួរបងចាអូក្រុមការងារយើងតើនេះហ្នឹងហើយអូរៀងប្លែកអារម្មណ៍មែនតើផ្លោះរដងវាថាយើងមានការលេងសើចច្រើនថាក្នុងនាមជាក្រុមការងារហ្នឹងហើយតែថ្ងៃនេះបងអូនផ្ដល់កិត្តិយសក្នុងនាមជាអតិថិជនដែលបានទិញអចលនទ្រព្យតាមក្រុមហ៊ុន OPI Realty ចាឥឡូវសូមបងអូនជួយណែនាំដើម្បីពុកម៉ែបងប្អូនកាន់តែជ្រាបកាន់តែច្បាស់ចាណែនាំខ្លួនចាខ្ញុំបាទលំជាតជាក្រុមការងារ OPI ផ្នែក design អញ្ចឹងថ្ងៃនេះខ្ញុំពិតជារីករាយមែនទែនដែលបានមកអង្គុយនៅតុមូលជាមួយបងក្នុងនាមជាអតិថិជនចាហើយ Gen Z ទៀត Gen Z អូមានការព្រួយបារម្ភអីខ្លះដែរទេនៅពេលដែលថាសម្រាប់ចិត្តទិញអចលនទ្រព្យហើយមួយទៀតបងក៏ចង់ដឹងថាកត្តាអ្វីដែលធ្វើជំរុញឲ្យបងអូនទិញអចលនទ្រព្យនៅក្នុងស្ថានភាពនេះសម្រាប់ការព្រួយបារម្ភសម្រាប់ខ្ញុំអត់មានទេបងអញ្ចឹងដោយសារខ្ញុំធ្វើការនៅ OPI ហ្នឹងយូរហើយអញ្ចឹងទំនុកចិត្តស្រាប់អូខេចាអញ្ចឹងដោយការទិញដីនេះដោយសារយើងមានតម្រូវការអញ្ចឹងសម្រាប់ខ្ញុំផ្ទាល់គឺខ្ញុំមានតម្រូវការហើយទីមួយទៀតគឺយើងមានឱកាសនៅក្នុងការទិញអញ្ចឹងនៅក្នុងស្ថានភាពនេះយើងមានឱកាសទិញគឺរឿងល្អបំផុតហើយដោយសារការដែលខ្ញុំទិញហ្នឹងគឺបានតម្លៃល្អហើយទីតាំងល្អហើយកន្លែងដែលយើងពេញចិត្តអញ្ចឹងបងអូនមានសារថាឥឡូវបងអូនទិញបានអចលនទ្រព្យដែលបងអូនពេញចិត្តហើយបាទចាមុននឹងទិញហ្នឹងតើបងអូនមានរៀបចំបែបជាផែនការជាគោលដៅអីខ្លះដើម្បីទិញបានសម្រេចតាមបំណងហ្នឹងអញ្ចឹងអូនមានរៀបផែនការនៅក្នុងការទិញឬក៏យ៉ាងណាអញ្ចឹងបាទបងសម្រាប់ផែនការខ្ញុំមានបងអញ្ចឹងដំបូងឡើយខ្ញុំចង់ទិញផ្ទះទេអញ្ចឹងដោយសារយើងបិទចិត្តយើងប៉ុណ្ណឹងអញ្ចឹងចាប់សាច់ប្រាក់របស់យើងណាប្រាក់របស់យើងប៉ុណ្ណឹងហើយយើងចង់បានផ្ទះដែលតាមតម្រូវការរបស់យើងហើយក៏បានពិភាក្សាជាមួយបងអញ្ចឹងក៏យើងបាន option ច្រើនអញ្ចឹងខ្ញុំក៏សម្រេចចិត្តថាទិញដីយើងទិញដីហើយសង់ផ្ទះតាមក្រោយបងបាទចាពិតជាល្អណាស់បងអូនហ្នឹងហើយអញ្ចឹងត្រឡប់មកវិញមានន័យថាបងអូនមានផែនការមានគោលដៅច្បាស់ហើយចាអញ្ចឹងបន្ទាប់មកយើងធ្វើទៅតាមផែនការគោលដៅរបស់យើងហើយប៉ុន្តែវាអត់ទាន់បានពេញលេញចាបន្ទាប់មកយើងក៏ផ្លាស់ប្ដូរងាកមកជ្រើសរើសយកជាដីវិញអញ្ចឹងណាចាអញ្ចឹងសម្រាប់បងអូនដែលយើងធ្វើការនៅក្នុងវិស័យហ្នឹងហើយនៅក្នុងវិស័យអចលនទ្រព្យហ្នឹងហើយអញ្ចឹងបងចង់ឲ្យបងអូនជួយចែកម្លែកថាតើបងអូនសម្លឹងមើលក៏ជ្រើសរើសចំណុចសំខាន់អ្វីខ្លះដើម្បីទិញនៅទីតាំងហ្នឹងហើយដែលបងអូនពោលថាបងអូនពេញចិត្តនៅកន្លែងហ្នឹងហើយតម្លៃហ្នឹងអញ្ចឹងមានចំណុចអ្វីខ្លះដែលបងអូនជ្រើសរើសនៅលើអចលនទ្រព្យមួយហ្នឹងចាបាទបងចែកម្លែកមានចំណុចច្រើននៅក្នុងការទិញដីនេះទីអចលនទ្រព្យនេះគឺយើងមើលទៅលើច្រើនចំណុចមែនទែនហើយយើងអត់អាចថាសម្រេចឃើញភ្លាមទិញភ្លាមបានទេសិក្សាពីបងច្រើនអញ្ចឹងហើយសុំទីតាំងពីបងច្រើនហើយយើងរើសមើលទីតាំងច្រើនកន្លែងហើយកន្លែងខ្លះយើងត្រូវទីតាំងតែតម្លៃអត់ត្រូវកន្លែងខ្លះតម្លៃវាត្រូវប៉ុន្តែទីតាំងវាអត់ត្រូវទ្រព្យខ្លះនិយាយថាយើងទៅនិយាយថាវារៀងដីស្អាតប៉ុន្តែវាអារម្មណ៍របស់យើងវាអត់ស្រឡាញ់បានអត់ស្រឡាញ់ហើយតទៅនឹងបរិយាកាសអញ្ចឹងណាហើយអញ្ចឹងសម្រាប់ខ្ញុំនៅក្នុងការទិញទ្រព្យនេះគឺទី1គឺខ្ញុំសិក្សាទៅលើទីតាំងគឺទីតាំងដែលស្រឡាញ់អញ្ចឹងខ្ញុំចុចទីតាំងដែលស្រឡាញ់
ហើយទី2គឺតម្លៃអញ្ចឹងយើងរកទីតាំងណាដែលវាសមស្របជាមួយនឹងតម្លៃរបស់យើងចាហើយទី3គឺបរិយាកាសជុំវិញហើយយើងទៅដល់កន្លែងដីហើយយើងមើលទីតាំងអញ្ចឹងខ្ញុំមើលបរិស្ថានបរិយាកាសជុំវិញការរស់នៅអ្នកចិត្តខាងអីចឹងណាចិត្តខាងអីជាដើមហើយមួយទៀតគឺយើងខ្ញុំមើលទៅលើផ្លូវអញ្ចឹងផ្លូវហ្នឹងស្រួលចេញចូលអត់ហើយមួយទៀតគឺដីហ្នឹងគឺនៅក្នុងក្រុងហើយនៅក្នុងក្រុងហើយតម្លៃល្អអញ្ចឹងអាហ្នឹងជាចំណុចពិសេសហើយសម្រាប់វ័យយើងខ្ញុំប៉ុណ្ណឹងខ្ញុំគិតថាខ្ញុំបាទខ្ញុំនៅក្នុងក្រុងច្រើនអញ្ចឹងដោយសារយើងធ្វើការអញ្ចឹងមានបស្ស័យទាក់ទងអញ្ចឹងយើងចេញចូលក្នុងក្រុងច្រើនអញ្ចឹងខ្ញុំមិនអាចរើសទីតាំងដែលឆ្ងាយពីក្រុងបានទេអញ្ចឹងយើងរកទីតាំងណាដែលជិតក្រុងហើយកន្លែងខ្លះចិត្តក្រុងប៉ុន្តែយើងអត់ស្រឡាញ់និយាយថាអាបរិយាកាសជុំវិញហ្នឹងវាអត់សមស្របជាមួយយើងអញ្ចឹងក៏អត់ត្រូវដែរហើយទីតាំងដែលខ្ញុំទិញហ្នឹងគឺត្រូវច្រើនត្រូវទាំងអស់ហ្មងត្រូវហើយខ្ញុំបានឆែកជាមួយប្អូនដែរយើងឆែកគ្នាហើយគិតទៅគិតឃើញគិតស្រឡាញ់បាទស្រឡាញ់ហើយដំបូងឡើយសម្រាប់តម្លៃហ្នឹងនិយាយថាតម្លៃហ្នឹងយើងចង់ឃើញដីសិនចាព្រោះកម្រមានណាចានៅក្នុងក្រុងហើយតម្លៃប៉ុណ្ណឹងទៅខ្ញុំបានទៅជាមួយបងអញ្ចឹងបងទៅបង្ហាញទីតាំងទៅខ្ញុំសិក្សាមើលចំកន្លែងហ្នឹងល្អបងបាទហើយទាំងរៀងដីហើយទាំងស្ថានដីគឺស្អាតហើយស្រឡាញ់ទៅតាមបងចាំទីតាំងដីហ្នឹងគឺនៅចម្ងាយត្រឹមតែជាង2គីឡូម៉ែត្រពីផ្សារចាស់និង Pub Strip ហ្នឹង2គីឡូទេអត់ដល់ទេអញ្ចឹងតែជាបងច្រឡំហ្នឹងហើយបងអូនពិតជាបកកែនេះហាគិតគូបានវែងឆ្ងាយកន្លែងចំណុចហ្នឹងបងពិតជាកោតសរសើរបងអូនមែនតើចាបាទដោយសារមុននឹងយើងទិញមុននឹងខ្ញុំទិញខ្ញុំបានប្រឹក្សាជាមួយបងអញ្ចឹងគឺឆ្លងជាមួយបងច្រើននៅក្នុងការទំរំបានសម្រាប់ចិត្តថាទិញហើយនៅពេលដែលយើងត្រូវហើយគឺយើងប្រាប់បងថាបងដីនេះខ្ញុំស្រឡាញ់អញ្ចឹងបងជួយចរចាខ្ញុំអញ្ចឹងបងចរចាខ្ញុំបានសម្រេចមែនហ្នឹងហើយបងអូនអញ្ចឹងឥឡូវនេះបងអូនទិញដីតាមគោលដៅនិងគោលបំណងរបស់បងអូនបានហើយបានសម្រេចហើយការរៀបរាប់របស់បងអូនមកគឺបងអូនពេញចិត្តខ្លាំងទាំងទីតាំងបរិយាកាសតម្លៃហើយនិយាយរួមគឺត្រូវទៅតាមគោលដៅរបស់បងអូនទាំងអស់និយាយមែនតើដូចឆែកទាំងអ្នកចិត្តខាងទៀតតាមមកដឹងហ្នឹងហើយអញ្ចឹងគឺពិតជាល្អមែនតើហើយក្នុងនាមបងជាភ្នាក់ងារដែលផ្ដល់ប្រឹក្សានៅក្នុងការទិញលក់ជូនអតិថិជនគ្រប់រូបគឺពិតជាសប្បាយចិត្តមែនតើនៅពេលដែលអតិថិជនគាត់ទិញបានអចលនទ្រព្យទីតាំងមួយដែលគាត់សប្បាយរីករាយនៅក្នុងការទិញកន្លែងនេះហើយគឺជាអ្វីដែលក្រុមហ៊ុនក្រុមភ្នាក់ងារយើងចង់បាននៅកន្លែងនឹងឯងមានន័យថាឲ្យគាត់ទិញហើយដោយសប្បាយចិត្តហើយបានដីពិតចាហើយតម្លៃល្អពិសេសចាគឺជាចំណុចដែលក្រុមហ៊ុនចង់បាននេះហើយជាតម្លៃស្នូលដែលក្រុមហ៊ុនធ្វើសកម្មភាពជាច្រើនដើម្បីបានឲ្យជាទីពេញចិត្តសម្រាប់អតិថិជនហើយមិនត្រឹមតែប៉ុណ្ណោះសូម្បីតែម្ចាស់ទ្រព្យដែលគាត់លក់មានន័យថាគាត់លក់ទៅអ្នកទិញដែលជាអ្នកទិញពិតប្រាកដមិនមកបង្អាប់អចលនទ្រព្យរបស់គាត់ហើយគឺគាត់លក់ទៅគឺគាត់បានលុយមកដល់ដៃពិតប្រាកដនេះជាអ្វីដែលក្រុមហ៊ុនក្នុងនាមជាក្រុមហ៊ុនផ្ដល់សេវាកម្មទិញលក់មានវិជ្ជាជីវៈគឺយើងចង់បាននៅចំណុចនេះមានន័យថាអ្នកទិញបានអចលនទ្រព្យអ្នកលក់គឺបានលុយកន្លែងហ្នឹងឯងដែលក្រុមហ៊ុនពេញចិត្តចាអញ្ចឹងសរុបមកវិញមុននឹងទិញអចលនទ្រព្យបានទីតាំងល្អតម្លៃល្អហ្នឹងទី1យើងត្រូវមានគោលបំណងច្បាស់លាស់ចាទី2គឺមានកញ្ចប់សាច់ប្រាក់ចាទី3យើងត្រូវមើលទៅលើទីតាំងចាទី4គឺយើងពិនិត្យទៅលើឯកសារផ្លូវច្បាប់ចាទី5គឺបរិយាកាសនៅជុំវិញហ្នឹងមិនថាជាសន្តានដីឬក៏ផ្លូវចេញចូលក៏ដូចជាអ្នកជិតខាងអីផងដែរព្រោះទីកន្លែងដែលយើងរស់នៅគឺពិតណាស់គឺយើងនៅប្រើប្រាស់យូរអង្វែងអញ្ចឹងយើងពិតជាចង់បានញាតិជិតខាងមួយដែលល្អនៅក្បែរយើងចាបងប្អូនអរគុណច្រើនតែបងជាចុងក្រោយបងសូមឲ្យបងប្អូនមានសារអ្វីបញ្ជូនទៅកាន់ពុកម៉ែបងប្អូនក៏ដូចជាបងប្អូនយុវវ័យដែលមានវ័យប្រហែលបងប្អូនក៏ដូចជាអ្នកដែលគាត់មិនទាន់មានបទពិសោធន៍ទិញអចលនទ្រព្យចាបងប្អូនមានសារអ្វីបញ្ជូនទៅគាត់សូមបាទសម្រាប់ខ្ញុំទៅកាន់
បងឬក៏បងប្អូនដែលជា Gen Z ហ្នឹងការទិញអចលនទ្រព្យទី1គឺយើងត្រូវសិក្សាពីគោលបំណងរបស់យើងថាតើយើងទិញសម្រាប់រស់នៅឬក៏ធ្វើអាជីវកម្មអីផ្សេងអញ្ចឹងយើងត្រូវសិក្សាពីគោលបំណងឲ្យច្បាស់លាស់បងអញ្ចឹងទៅនៅពេលដែលយើងទិញទៅវាអត់ខុសនៅក្នុងការទិញអចលនទ្រព្យមិនថានៅក្នុងគោលបំណងអីទេគឺត្រូវតែរកភ្នាក់ងារដែលមានវិជ្ជាជីវៈត្រឹមត្រូវស្របច្បាប់បាទដើម្បីទទួលការប្រឹក្សាមុននឹងសម្រាប់ចិត្តទិញចាក៏សូមគោរពអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះហើយនឹងស្ដាប់បងប្អូនគាត់ចែករំលែកពីបទពិសោធន៍នៃការទិញអចលនទ្រព្យតាមរយៈក្រុមហ៊ុន OPI Realty ចាសូមគោរពអរគុណសូមជម្រាបលា